កាលពីព្រេងនាយនៅភូមិតូចមួយដែលព័ទ្ធជុំវិញដោយជួរភ្នំមានយុវជនម្នាក់អាយុ24ឆ្នាំឈ្មោះថាម៉ាកូ ម៉ាកូជាមនុស្សដែលមិនសូវនៅស្ងៀមនិងមានចិត្តរីមីណាស់ក្នុងចិត្តរបស់គេតែងតែពោពេញទៅដោយគំនិតរញ៉េញ៉ៃពេញមួយថ្ងៃគំនិតប្លែកតែងតែមកលងបន្លាចគេមិនឈប់ឈរហើយគំនិតទាំងនេះធ្វើឲ្យគេមានអារម្មណ៍មិនស្រណុកក្នុងចិត្តនិងហត់នឿយបំផុតគេតែងតែមានអារម្មណ៍សោកស្ដាយចំពោះអតីតកាលនិងព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតដែលមិនទាន់មកដល់ដោយសារតែគំនិតទាំងនេះហើយចិត្តរបស់គេប្រៀបដូចជាមានព្យុះបោកបក់អញ្ចឹងគេមិនអាចមានអារម្មណ៍ស្ងប់គេងមិនលក់ហើយថែមទាំងភ្លេចរបៀបញញឹមទៀតផងថ្ងៃមួយម៉ាកូបានឮគេនិយាយអំពីភូមិដ៏ដាច់ស្រយាលមួយនៅលើភ្នំអ្នកស្រុកនិយាយថាមានបុរសចំណាស់ដ៏ឆ្លៀសវៃម្នាក់រស់នៅទីនោះកាលពីមុនលោកគឺជាអ្នកចិត្តវិទ្យាដ៏ល្បីល្បាញម្នាក់នៅក្នុងទីក្រុងលោកបានជួយមនុស្សជាច្រើនក្នុងជីវិតរបស់លោកនិងបានបង្រៀនពួកគេអំពីរបៀបស្វែងរកសេចក្តីសុខក្នុងចិត្តឥឡូវនេះលោកមានវ័យចំណាស់ហើយលោកបានចាកចេញពីជីវិតដ៏មីញឹកក្នុងទីក្រុងហើយមករស់នៅក្នុងភូមិដ៏ស្ងប់ស្ងាត់ក្បែរនឹងធម្មជាតិជារឿយលោកតែងតែផ្ដល់ដំបូន្មានដល់អ្នកដែលមកសួរសុខទុក្ខម៉ាកូចាប់ផ្ដើមមានអារម្មណ៍ចង់ដឹងនិងមានសង្ឃឹមគេបានសម្រេចចិត្តថាត្រូវតែទៅជួបបុរសចំណាស់នោះឲ្យបានគេគិតថាប្រហែលជាលោកតាដ៏ឆ្លៀសវៃម្នាក់នេះអាចជួយខ្ញុំឲ្យរកឃើញសេចក្តីសុខបានបន្ទាប់ពីធ្វើដំណើរយ៉ាងយូរនិងហត់នឿយជាច្រើនថ្ងៃម៉ាកូក៏បានទៅដល់ភូមិនោះនៅពេលទៅដល់ទីនោះគេបានឃើញផ្ទះតូចមួយដែលគ្របដណ្ដប់ទៅដោយរុក្ខជាតិបៃតងនៅលើរានហើរផ្ទះបុរសចំណាស់កំពុងអង្គុយយ៉ាងស្ងៀមស្ងាត់ភ្នែករបស់លោកបិទជិតហើយលោកមើលទៅពិតជាមានសេចក្តីសុខណាស់ម៉ាកូបានដើរទៅរកលោកហើយនិយាយតិចថាលោកតាចិត្តរបស់ខ្ញុំរញ៉េញ៉ៃណាស់ខ្ញុំមិនអាចបញ្ឈប់ការគិតបានទេខ្ញុំចង់បានសេចក្តីសុខក្នុងចិត្តតើលោកតាអាចជួយខ្ញុំបានទេបុរសចំណាស់ក៏បើកភ្នែកយឺតហើយញឹមយ៉ាងស្រស់ស្រាយលោកមានប្រសាសន៍ថាអូចៅចង់ស្វែងរកសេចក្តីសុខមែនទេបើអញ្ចឹងមកតាមតានឹងឲ្យចៅធ្វើការងារតូចមួយលោកបាននាំម៉ាកូទៅកាន់ផ្ទះទីធ្លាផ្ទះរបស់លោកបន្ទាប់មកលោកបានចាក់ទឹកពេញកែវមួយរហូតដល់មាត់កែវទឹកនោះពេញខ្លាំងណាស់សូម្បីតែរញ្ជួយបន្តិចក៏អាចធ្វើឲ្យវាហៀចេញមកដែរលោកបានហុចកែវនោះទៅឲ្យម៉ាកូហើយប្រាប់ថាចូលចៅកាន់កែវទឹកនេះដើរទៅកាន់ជីភូមិរួចដើរត្រឡប់មកវិញប៉ុន្តែត្រូវចាំណាចៅមិនត្រូវឲ្យទឹកហៀចេញសូម្បីតែមួយដំណក់ឡើយម៉ាកូមើលមុខលោកតាដោយក្តីភ្ញាក់ផ្អើលប៉ុន្តែគេចង់ព្យាយាមឲ្យអស់ពីសមត្ថភាពទើបគេព្រមទទួលយកការសាកល្បងនេះគេកាន់កែវទឹកយ៉ាងប្រុងប្រយ័ត្នបំផុតហើយចាប់ផ្ដើមដើរផ្លូវនោះតូចហើយមីញឹកណាស់មានអ្នកខ្លះកំពុងដើរអ្នកខ្លះកំពុងរត់អ្នកលក់ដូរដណ្ដើមគ្នាហៅភ្ញៀវហើយឆ្កែក៏ព្រុសខ្លាំងទៀតប៉ុន្តែម៉ាកូមិនបានមើលទៅខាងណាទាំងអស់ភ្នែករបស់គេសម្លឹងតែទៅលើកែវទឹកតែមួយគត់គេដើរយឺតនិងប្រុងប្រយ័ត្នបំផុតមួយជំហានម្ដងមនុស្សម្នាមើលមកគេដោយការងឿងឆ្ងល់ប៉ុន្តែគ្មាននរណាម្នាក់រំខានគេឡើយពួកគេដឹងថាគេកំពុងរៀនមេរៀនដ៏សំខាន់មួយជាចុងក្រោយម៉ាកូក៏បានដើរត្រឡប់មកជួបលោកទៅវិញហើយនិយាយថាលោកតាខ្ញុំធ្វើបានហើយខ្ញុំមិនបានធ្វើឲ្យទឹកហៀសំបីតែមួយដំណក់ឡើយបុរសចំណាស់ងក់ក្បាលហើយញឹមរួចលោកក៏សួរថាល្អណាស់ប៉ុន្តែប្រាប់តាមមកមើលតើចៅបានឃើញក្មេងលេងនៅក្បែរផ្លូវដែរឬទេតើចៅបានឮសំឡេងឆ្កែព្រុសដែរទេម៉ាកូមើលទៅហាក់ដូចជាភ្ញាក់ផ្អើលហើយឆ្លើយថាអត់ទេលោកតាខ្ញុំមិនបានឃើញឬអ្វីទាំងអស់ចិត្តខ្ញុំផ្ដោតតែទៅលើកែវទឹកប៉ុណ្ណោះលោកតាបានញឹមម្ដងទៀតហើយនិយាយដោយធ្នមថានឹងហើយគឺជាអាថ៌កំបាំងដែលមាននៅក្នុងខ្លួនចៅស្រាប់ប៉ុន្តែចៅមិនដឹងខ្លួននៅពេលដែលចិត្តរបស់ចៅស្ថិតនៅក្នុងបច្ចុប្បន្នភាពវានឹងគ្មានកន្លែងសម្រាប់ភាពភ័យខ្លាចគ្មានភាពច្របូកច្របល់និងគ្មានគំនិតរញ៉េញ៉ៃឡើយចៅកំពុងគិតតែពីទឹកនៅក្នុងកែវប៉ុណ្ណោះនៅពេលនោះចិត្តរបស់ចៅបានคล้ายជាស្ងប់ស្ងាត់ទាំងស្រុងចៅមិនបានសោកស្ដាយចំពោះអតីតកាលហើយក៏មិនខ្លាចអនាគតដែរម៉ាកូចាប់ផ្ដើមយល់បន្តិចម្ដងនេះគឺជាសេចក្តីសុខដែលគេកំពុងស្វែងរកសេចក្តីសុខមិនមែនជាអ្វីដែលយើងស្វែងរកពីខាងក្រៅនោះទេសេចក្តីសុខមាននៅក្នុងខ្លួនយើងស្រាប់នៅពេលដែលយើងរស់នៅក្នុងបច្ចុប្បន្នភាពម៉ាកូបានអន់ក្បាលចុះហើយនិយាយតិចថាលោកតាឥឡូវនេះខ្ញុំយល់ហើយប្រសិនបើខ្ញុំចង់ឲ្យចិត្តស្ងប់ខ្ញុំត្រូវតែរក្សាចិត្តឲ្យនៅនឹងបច្ចុប្បន្ននេះនោះហើយគឺជាពេលដែលសេចក្តីសុខពិតប្រាកដកើតឡើងបុរសចំណាស់បានញឹមម្ដងទៀតព្រះអាទិត្យកំពុងរៀបលិចហើយពន្លឺចុងក្រោយបានប៉ះនឹងដីសត្វបក្សីកំពុងហោះត្រឡប់ទៅសម្បុករបស់វាវិញម៉ាកូក៏បានចាប់ផ្ដើមដើរត្រឡប់ទៅផ្ទះវិញដែរប៉ុន្តែលើកនេះគេមិនមែនជាយុវជនដែលរីមីដូចមុនទៀតទេគេបានផ្លាស់ប្ដូរហើយគេមានសេចក្តីសុខក្នុងចិត្តពីព្រោះឥឡូវនេះគេបានដឹងពីរបៀបធ្វើឲ្យចិត្តស្ងប់ហើយ